ngày ní nôm rộng là ở nơi mơ tập hiệp kháng nông là kia mũi đại sang xong rồi ti tăng đấy nhà miền tầm lại thay chữ kia một phần lâu bị phục lốp cứ được trong cái đá thì không cái mà đồng kia nước mình chung một thay đợi Henderson để đi dài đời trong hôn giá hà đi kia nước cứ ban shop cho mùi nè kia chung quanh có đôi chiếc plug đào chung quanh bởi sân chạy dương chlong spin bị khang plug bị mà khang điện máu cứ dương ai chlong chung mà không kia nước tam và giả spin là cả đẹp shop cho mùi nè kia nước tam mà đồng giờ ní cứ chưa tập hiệp nè về đại dương chlong spin đó cứ dương khơi lobby được hàng khomហើយនេះគឺជាទស្សនវិជ្ជា lobby នៅជាន់ខាងក្រោមគឺវាមានលក្ខណៈខ្ពស់ស្អាតមែនតើហើយតាមប្រភេទ material ក៏ដូចជា furniture អីហ្នឹងគឺសិតសឹងតែជារបស់ដែលមានតម្លៃថ្លៃមែនតើដូចពូនៅខាងលើនេះអញ្ចឹងគឺជា artwork មួយរបស់ artist ដែលល្បីឈ្មោះនៅក្នុងប្រទេសអ៊ីតាលីហើយខ្ញុំបានឡើងមកដល់ lobby ជាន់ទី1ហើយយើងមើលទស្សនវិជ្ជាខាងក្នុងហ្នឹងគឺវាមានលក្ខណៈធំទូលាយដែលវាមាន sculpture ក៏វាមានជាប្រភេទ ហាងកាហ្វេនៅខាងក្នុងហ្នឹងដែរអញ្ចឹងគឺជាន់ហ្នឹងគឺអ្នកខាងក្រៅគឺអាចចូលមកដល់ធំជាន់ហ្នឹងគឺគេអាចឡើងទៅជាន់ខាងលើនឹងទៀតបានទេប៉ុន្តែដោយសារតែខ្ញុំជាធីមខាងសហដេតចឹងគឺយើងអាចឡើងទៅខាងលើបានក៏ដូចជាមាន tour ដែលគេនាំបញ្យល់ពីប្រភេទបន្ទប់ផ្សេងៗក៏ដូចជាប្រភេទ furniture ក៏ឬក៏ material ផ្សេងៗចឹងដោយកន្លែងនេះអញ្ចឹងគឺនៅក្បែរបន្ទប់ទឹកយើងមើលទៅវាមានការ design ប្លែកមែនតើហើយវាមានភាពកោងបតាក់គ្នាពីខាងលើធ្លាក់មកដល់ពីដៃខាងក្រោមហើយវាមានតុមួយកន្លែងហ្នឹងដូចជាប្រភេទជា counter កន្លែងធ្វើការមួយចឹងនៅខាងក្នុង office ហ្នឹងដែរហើយខ្ញុំក៏បានឡើងមកដល់ខាងលើនៅកន្លែងដែលគេបើកជាលំហខ្យល់បើសិនជាយើងមើលពីខាងក្រៅហ្នឹងគឺយើងមានឃើញកន្លែងហ៊ុននៅចំពាក់កណ្ដាលអគារហ្នឹងគឺជាកន្លែងដែលគេបើកដើម្បីឲ្យខ្យល់ហូរចូលមកហើយគេបានបង្កើតបានទៅជា landscape នៅចំកណ្ដាលអគារហ្នឹងគឺវាមានលក្ខណៈស្អាតហើយនឹងស្រស់ស្រាយមែនតើហើយបន្ទាប់មកខាងលើគេបំផុតនៅអគារហ្នឹងគឺគេបង្កើតទៅជាកន្លែងដែលយើងអាចមើលទៅជុំវិញអគារបានតែយើងមើលជុំវិញទីក្រុង360 degree តែម្ដងដោយសារតែគេប្រើកញ្ចក់សូម្បីតែដំបូងខាងលើហ្នឹងក៏យើងបង្កើតក៏គេដាក់ជា skylight ដែរអញ្ចឹងគឺដូចយើងមានអារម្មណ៍ថាដូចយើងដែលនៅចំកណ្ដាលទីក្រុងហុងកុងអញ្ចឹងយើងអាច view បាន360 degree កន្លែងហ្នឹងក៏ពួកយើងបានរៀបចំជា party ដើម្បីទទួលនៅខាង team Zahadinហើយតើតោងជាមួយនឹង party ហ្នឹងគឺវាជាបទពិសោធន៍ទី1របស់ខ្ញុំដែលខ្ញុំបានចូលរួមជា party នៅចំកណ្ដាលទីក្រុងហុងកុងហើយយើងបានទំនាក់ទំនងជាមួយនឹងមនុស្សដែលខ្លាំងប៉ាកែហើយនៅក្នុង party ហ្នឹងគឺវាមានរបស់ញ៉ាំក៏ដូចជារបស់ផឹកប្រភេទជាស្រាប្រភេទជាអីហ្នឹងគឺច្រើនមែនតើហើយគឺយើងអាចធ្វើការញ៉ាំជាមួយនឹងផឹកហ្នឹងដោយសេរីតែម្ដង